សំណួរអំពីបានសមធម៌សម្រាប់បានសមធម៌បើសិនបងប្អូនស្ត្រីពេលដែលកំពុងតែเป็นតីពោះប្រើអត់ទាន់បានឬក៏អត់ទាន់បាននឹងមកដល់ដៃទេអញ្ចឹងបងប្អូននៅតែអត់ទាន់ប្រើបានដូចគ្នាពេលដែលបងប្អូនសម្រាលកូនរួចឬក៏ត្រៀមសម្រាលកូនហ្នឹងបងប្អូនមានបានមានន័យថាបានរបស់យើងខាងភូមិឃុំគាត់ឲ្យយើងទៅយកនៅសាលាឃុំអញ្ចឹងណាពេលដែលបាននឹងរួចបងប្អូនត្រូវតែទៅភ្ជាប់បាននឹងជាមួយខ្លួនដែលជាស្ត្រីមានតីពោះហ្នឹងឲ្យរួចរាល់ដើម្បីពេលដែលបងប្អូនសម្រាលកូនគឺអ្នកគ្រូរបស់យើងចុចបញ្ចូលប្រព័ន្ធជូនបងប្អូនទៅបងប្អូនទទួលបានលុយ40,000នឹងភ្លាមតែបើអត់ទេចាតែបើអត់ទេបងប្អូនបាននឹងទទួលបានក្រោយពេលដែលបងប្អូនសម្រាលកូនកន្លះខែឬក៏20ថ្ងៃក្រោយសម្រាលទៅបាននឹងមកដល់ដៃអញ្ចឹងលុយ40,000នឹងក៏អត់បានដែរដោយសារអីក្រោយសម្រាលកូនយ៉ាងយូរ2សប្តាហ៍គឺលុយនឹងលែងបានហើយ40,000នឹងបងប្អូនណាចាអញ្ចឹងសម្រាប់បងប្អូនដែលមានបានរួចរាល់ទៅភ្ជាប់នៅសាលាឃុំចាតែបងប្អូនដែលអត់ទាន់បានហ្នឹងគឺពិបាកបន្តិចហើយបងប្អូនណាដោយសារយើងបានគឺត្រូវមានការបដិឆេទកំណត់អីផ្សេងទៅមកតើបានហ្នឹងមកពិតជាមិនសូវជាងាយស្រួលប្រហែលដែរអញ្ចឹងគេឲ្យទៅតាមពេលវេលាដែលបាននឹងធ្លាក់មកដល់ដៃគុំតែប៉ុណ្្នឹងឯងបើអត់ទាន់មកដល់ក៏អត់មានអីចែកជូនបងប្អូនដែរសម្រាប់បានសមធម៌អញ្ចឹងក្រោយពេលសម្រាប់កូនរួចរយៈពេល2សប្តាហ៍បើបងប្អូនទទួលបាននឹងមកដល់ដៃបងប្អូនត្រូវទៅភ្ជាប់នៅសាលាឃុំភ្លាមនោះលុយ40,000បងប្អូននឹងបានតែបើសិនបើលើសពីហ្នឹងបងប្អូនអត់បានទេអត់បានលុយ40,000ហ្នឹងទេតែបងប្អូនទទួលបានអត្ថប្រយោជន៍ក្រោយនឹងបានដូចជាពិនិត្យក្រោយសម្រាលចាបងពិនិត្យក្រោយសម្រាលលើកទី1និងលើកទី2កន្លងផុតទៅអត់បានដូចគ្នាបន្ទាប់មកគឺអាចនឹងទទួលការពិនិត្យក្រោយសម្រាលលើកទី3ដូចជាចាក់វ៉ាក់សាំងកូន1ខែកន្លះ2ខែកន្លះ3ខែកន្លះ6ខែ9ខែ12ខែនិង18ខែ24ខែគឺបងប្អូនទទួលបានធម្មតាចាទទួលបានធម្មតាតែបើសិនបើបងប្អូនបានមុនសម្រាលគឺល្អបើបានក្រោយសម្រាលយូរពេក2សប្តាហ៍ហើយអាចនឹងខកខានលុយ40,000នឹងហើយណាបងប្អូនចឹងបងប្អូនត្រូវត្រៀមចិត្តទៅហើយតែបើសិនបើយើងអត់មានបានទេនឹងតាមនឹងទៅតែបើយើងមានបានសូមទៅភ្ជាប់ឲ្យបានរួចរាល់ចាអរគុណច្រើន